បាទថ្ងៃនេះយើងនឹងរៀនបង្កើតបាឆាតជាមួយនឹងតាប់ឡូទាំងអស់គ្នាជាដំបូងគឺមុននឹងយើងអាចបង្កើតជាបាឆាតបានយើងត្រូវ connect តាប់ឡូរបស់យើងជាមួយនឹង data source សិនណាក្នុងករណីនេះ data source របស់ខ្ញុំគឺជា Microsoft Excel អញ្ចឹងខ្ញុំចុចទៅលើ Microsoft Excel នេះទៅហើយបន្តមកទៀតខ្ញុំចុចទៅរកកន្លែងដែលខ្ញុំបានរក្សាទុកនៅ data source ខ្ញុំអញ្ចឹងពេលដែលខ្ញុំរកវាឃើញហើយខ្ញុំគ្រាន់តែចុចលើវាពីរដងឬក៏ចុចវាម្ដងហើយយើងចុច open ដែរណាឥឡូវនេះ data source របស់ខ្ញុំហើយនឹង tableau របស់ខ្ញុំវាកំពុងតែ connect គ្នាទៅវិញទៅមកឥឡូវនេះវា connect បានជោគជ័យហើយអញ្ចឹងបន្ទាប់ពី connect បានជោគជ័យហើយបងប្អូនមើលនេះគឺជាឈ្មោះ file របស់ខ្ញុំណាឈ្មោះ file របស់ខ្ញុំ file របស់ខ្ញុំមានតែមួយទេប៉ុន្តែនៅក្នុង file របស់ខ្ញុំវាដាក់រូបនៅខាងឆ្វេងដៃនេះគឺជារូប tableអញ្ចឹងបញ្ជាក់ថា file របស់ខ្ញុំមួយនេះមាន3 sheet ហើយដែល sheet នីមួយៗហ្នឹងគឺមានទម្រង់ជា table ឥឡូវនេះក្នុងករណីនេះវាខថាខ្ញុំយកតែ table មួយទេយកមកមើលដើម្បីបង្កើតបាឆាតគឺ order អញ្ចឹងខ្ញុំគ្រាន់តែទាញ order យកមកដាក់កន្លែង canvas នេះមកឥឡូវវាកំពុងតែដំណើរការហើយនៅពេលដែលខ្ញុំដាក់ហើយបងប្អូននឹងមើលឃើញថានេះគឺជាទម្រង់នៃ sheet order របស់ខ្ញុំណានេះគឺជាចំណងជើងនៃ sheet របស់ខ្ញុំមួយហ្នឹងមាន row ID មាន order ID មាន order date ship mode អីចឹងណារហូតដល់ custom ID ចឹងរហូតទៅណាហើយចំណែកនេះគឺជាកន្លែងប្រភេទ type field physical table ហើយនឹង remote file កន្លែងនេះគឺសំខាន់វាសម្រាប់ជួយយើងភ្ជាប់នៅពេលដែលយើងចង់ភ្ជាប់ table មួយទៅនឹង table មួយទៀតជាមួយគ្នាណាប៉ុន្តែក្នុងករណីនេះគឺខ្ញុំអត់ភ្ជាប់ទេខ្ញុំគ្រាន់តែចង់យក table orders មួយមកមើលនៅពេលដែលបានហើយគឺខ្ញុំចុចទៅ sheet របស់ខ្ញុំកន្លែងនេះឥឡូវវាកំពុងតែដំណើរការទៅហើយនេះគឺជា sheet table order របស់ខ្ញុំហើយបងប្អូនមើលឃើញនេះទាំងអស់នេះណានៅកន្លែង left hand នេះវាគឺជាឈ្មោះនៃ column នីមួយៗនៅក្នុង table order របស់ខ្ញុំបើសិនជាបងប្អូនមើលឃើញឆ្វេងដៃនៃឈ្មោះនីមួយៗនេះបើវាជាអក្សរ ABC វាជាក់ថានៅក្នុង data ដែលស្ថិតនៅក្នុង column category នេះវាគឺជាប្រភេទ qualitative ណាជាប្រភេទគុណភាព qualitative វាអាចជាឈ្មោះមនុស្សណាវាអាចជាប្រភេទ comment អីផ្សេងឲ្យតែជាអក្សរវានឹងចេញ ABC នេះហើយបើសិនជាវាចេញសញ្ញាផែនដីបែបនេះមានន័យថានេះគឺតកតងទៅនឹង geography ឧទាហរណ៍ country ដូចជា city ដូចជា village អីចឹងគឺវានឹងចេញ geography បែបនេះណាហើយបើសិនជាបងប្អូនមើលឃើញសញ្ញានេះបញ្ជាក់ថាទិន្នន័យរបស់យើងនេះដែលមាននៅក្នុង column មួយនេះវាជាប្រភេទ date បាទហើយតែបើក្នុងករណីដែលបងប្អូនមើលឃើញថាវាមានសញ្ញាបែបនេះវិញបញ្ជាក់ថាទិន្នន័យរបស់យើងនេះជាប្រភេទបរិមាណណាជា quantitative អញ្ចឹងយើងមើលនៅខាងក្រោមនេះក៏ជាប្រភេទ quantitative ដែរណានេះគឺ discount profit quantity sales អីហ្នឹងវាជាប្រភេទបរិមាណជាចំនួនជាលេខជាអីណាបាទហើយឥឡូវនេះនៅក្នុងករណីនេះខ្ញុំចង់បង្កើតនៅតារាង sheet មួយសំទោសខ្ញុំចង់បង្កើតនៅបាឆាតមួយដែលបាឆាតនេះខ្ញុំចង់បង្ហាញថាតើផលិតផលរបស់ខ្ញុំនឹងលក់បានប្រមាណហើយចំណេញប្រមាណនឹងបាទនឹងចំណេញប្រមាណលក់បានប្រមាណហើយវាចំណេញប្រមាណណាអញ្ចឹងខ្ញុំចុចកន្លែង show minimal ខ្ញុំជ្រើសរើសយកអានេះមួយហើយខ្ញុំបិទទៅវិញទៅអញ្ចឹងខ្ញុំចាប់ផ្ដើមជ្រើសរើសយកប្រាក់ដែលលក់បានខ្ញុំចង់ឲ្យវារត់នៅពីក្រោមcolumn មួយអញ្ចឹងវាអាចនៅ column នេះហើយបន្តមកទៀតខ្ញុំចង់មើលប្រាក់ដែលចំណេញពីលក់បាននឹងប្រមាណគឺខ្ញុំចង់ឲ្យវារត់នៅលើរោឧបមាអញ្ចឹង
ខ្ញុំដាក់នៅកន្លែងនេះមកហើយខ្ញុំអាចនឹងចុចដល់នេះទៅឲ្យវាដើរទៅដល់ខ្លួនឯងតែអញ្ចឹងបងប្អូនមើលឃើញហើយនេះគឺជាបាឆាតដែលខ្ញុំបានបង្កើតមកមានន័យថានេះគឺជាចំនួនប្រាក់ចំណេញដែលខ្ញុំលក់បានហើយចំណែកនេះគឺជាចំនួនប្រាក់ដែលលក់បានហើយវាខ្ញុំចង់ដឹងថាវាលក់បានប្រមាណនៅលើបានីមួយខ្ញុំចុចកន្លែង label នេះមកខ្ញុំចុច show ត្រង់នេះមកវានឹងបង្ហាញបែបនេះហើយណាអញ្ចឹងវាបង្ហាញបែបនេះហើយនៅក្នុងករណីដែលខ្ញុំចង់វាបង្ហាញលើកពីនេះខ្ញុំអាចនឹងបញ្ចុចកន្លែងmention name ដែរបងប្អូនកុំបារម្ភណាបងប្អូនដាក់ទៅតាបឡូគឺវាឆ្លាតណាស់គឺវានឹងរត់ឲ្យបងប្អូនបែបនេះណាគាត់ថាបងប្អូនដាក់តា profit ហើយនឹង sale ចូលទៅចំណែកទិន្នន័យ measure name ឬក៏ measure value ដែល measure name ជាទូទៅវាគឺជាកន្លែងដែលបង្ហាញជារួមនៅមុខitem នីមួយរបស់យើងហើយចំណែក measure value នេះគឺវាបង្ហាញអំពីតម្លៃណាតម្លៃជាលេខនៃមុខ value របស់យើងទាំងអស់នេះគឺវានឹងរត់ដូរដោយខ្លួនឯងឲ្យយើងណាអញ្ចឹងប្រហែលថានេះយើងមាន profit យើងមាន sale នេះយើងមាន profit យើងមាន sale ហើយឥឡូវនេះខ្ញុំចង់បានមួយទៀតថា quantity ណាមានន័យថាលក់បានប្រមាណអញ្ចឹងយើងអាចមើលនៅទីនេះបានបើនិយាយពីលក់ចំនួនដែលលក់បានគឺមាន 37,873 នេះគឺជាចំនួនដែលលក់បានហើយនេះគឺជាលុយដែលលក់បានហើយចំណែកនេះគឺជាប្រាក់ចំណេញដែលលក់បានដែលបានពីលក់ហ្នឹងដោយសារវាមើលទៅវាអត់សូវស្អាតកន្លែងវាខុសៗគ្នាណាអានេះកណ្ដាលទូចអាលើធំជាងតិចអាក្រមធំខ្លាំងឥឡូវនេះខ្ញុំចង់ឲ្យវាស្ថិតនៅតាមជួរមានលំដាប់អញ្ចឹងខ្ញុំអាចចាប់វាយកមកដាក់លើបើសំទោសចាប់វាយកមកដាក់លើចេះនេះបាទខ្ញុំអាចចាំដៃបានឥឡូវយើងឃើញហើយណាអញ្ចឹង quantity ដែលចំនួនតិចនៅលើ profit ដែលលក់បាននៅបន្ទាប់ហើយចំណែកនេះ sale ដែលលក់បានគឺនៅពីក្រោមអញ្ចឹងចំនួនដែលលក់បានគឺមានប៉ុណ្ណេះ profit គឺមានប៉ុណ្ណេះហើយ sale របស់យើងគឺមានប៉ុណ្ណេះណាហើយបន្តមកទៀតបើសិនជាខ្ញុំចង់បាន color ឲ្យវាបង្ហាញគឺខ្ញុំគ្រាន់តែ click សំទោសខ្ញុំធ្វើឲ្យមើលម្ដងទៀតអានេះវាខ្មៅអញ្ចឹងអត់ស្អាតអញ្ចឹងខ្ញុំចង់បាន color ខ្ញុំគ្រាន់តែយកម្រាមដៃចុច control លើជាប់ហើយខ្ញុំនេះចាប់ measure name នេះយកមកដាក់កន្លែង color នេះទៅអញ្ចឹងវានឹងបង្ហាញពី color ឲ្យខ្ញុំហើយនេះបាទហើយឥឡូវនេះយើងឃើញហើយ color វាបានដូរហើយឥឡូវនេះខ្ញុំចង់នេះបដូរអានេះមួយទៀតដាក់ចំណងជើងវាត្រឹមត្រូវអញ្ចឹងខ្ញុំគ្រាន់តែមើល sheet ខាងក្រោមនេះខ្ញុំដាក់ថាណែsale and profit ខ្ញុំដាក់តែអញ្ចឹងខ្ញុំចុចវាទៅគឺវានឹងរត់ចេញមកឲ្យយើងនៅខ្លួនឯងអញ្ចឹង sale និង profit របស់ខ្ញុំណាលក់ sale របស់ខ្ញុំក៏ប៉ុណ្ណេះ profit របស់ខ្ញុំក៏ប៉ុណ្ណេះហើយចំណែកចំនួន item ទំនិញដែលលក់អស់ទៅមានក៏ប៉ុណ្ណេះបាទអរគុណច្រើនជួបគ្នានៅតាប់ឡូវវគ្គក្រោយបន្តទៀតបាទអរគុណ